បាទជំរាបសួរវីដេអូថ្ងៃនេះចង់ចែករំលែកទៅមេរៀនមួយនិយាយអំពីអ្វីទៅគឺជាចំនួនបឋមអញ្ចឹងចំនួនបឋមដល់ពេលនេះមិនមែនចំនួនបឋមដែលយើងរៀនដាក់ទី1ទី2លេខ1 2 3នឹងគេហៅថាចំនួនបឋមទេចំនួនបឋមនៅក្នុងគណិតវិទ្យាគឺវាមានន័យផ្សេងខ្ញុំនឹងឲ្យនិយមន័យទៅលើចំនួនបឋមចំនួនបឋមគឺជាចំនួនដែលមានលេខចែកដាច់តែខ្លួនវាទេអញ្ចឹងតទៅមុខទៀតគឺមានលំហាត់ច្រើនណាស់ដែលតាក់ទងជាមួយនឹងចំនួនបឋមហ្នឹងអញ្ចឹងខ្ញុំនឹងលើកយកឧទាហរណ៍មកបញ្ជាក់ដើម្បីឲ្យកាន់តែច្បាស់អញ្ចឹងចំនួនបឋមនៅក្នុងភាសាអង់គ្លេសគឺនិយាយថា prime number អញ្ចឹងខ្ញុំឧទាហរណ៍មួយថា find prime number 1រហូតដល់20មានន័យថាឲ្យយើងស្វែងរកចំនួនបឋមពីលេខ1ដល់លេខ20អញ្ចឹងយើងសរសេរមកលេខ1លេខ2លេខ3លេខ4 5 6 7 8 9 10 11 12 13 14 15 16 17 18 19 20 21 22 23 24 25 26 27 28 29 30 31 32 33 34 35 36 37 38 39 40 41 42 43 44 45 46 47 48 49 50 51 52 53 54 55 56 57 58 59 60 61 62 63 64 65 66 67 68 69 70 71 72 73 74 75 76 77 78 79 80 81 82 83 84 85 86 87 88 89 90 91 92 93 94 95 96 97 98 99 100 101 102 103 104 105 106 107 108 109 110 111 112 113 114 115 116 117 118 119 120 121 122 123 124 125 126 127 128 129 130 131 132 133 134 135 136 137 138 139 140 141 142 143 144 145 146 147 148 149 150 151 152 153 154 155 156 157 158 159 160 161 162 163 164 165 166 1
9 10 11 12 13 យ៉ាងទៅ 14 15 16 17 18 19 និងលេខ 20 អញ្ចឹងនៅក្នុងចំណោមពី1ដល់ 20 តើលេខណាគឺជាចំនួនបឋមអូខេអញ្ចឹងយើងដឹងនិយមន័យហើយនិយមន័យរបស់ចំនួនបឋមគឺជាចំនួនណាដែលមានលេខចែកដាច់តែខ្លួនវាអញ្ចឹងយើងមើលលេខ 1 លេខ 1 គឺជាចំនួនបឋមអត់មានន័យថាវាចែកដាច់តែខ្លួនវាអញ្ចឹង 1 គឺជាចំនួនបឋម 1 គឺជាចំនួនបឋមណាអូខេ 1 គឺជាចំនួនបឋមលេខ 2 មានន័យថាវាចែកដាច់តែខ្លួនវាអញ្ចឹងមានន័យថា 2 គឺជាចំនួនបឋម 3 ចែកដាច់តែខ្លួនវាអញ្ចឹង 3 គឺជាចំនួនបឋមរីឯ 4 វាចែកដាច់នឹងខ្លួនវាផងចែកដាច់នឹង 2 ផងអញ្ចឹង 4 មិនមែនជាចំនួនបឋមទេគេយើងមើល 5 វាចែកដាច់តាខ្លួនវាទេមែនទេអញ្ចឹង 5 គឺជាចំនួនបឋម 6 ចែកដាច់នឹងខ្លួនវាហើយចែកដាច់នឹង 2 ហើយចែកដាច់នឹង 3 ទៀតអញ្ចឹង 6 មិនមែនជាចំនួនបឋម 7 ចែកដាច់ខ្លួនវាអញ្ចឹង 7 គឺជាចំនួនបឋម 8 ចែកដាច់ខ្លួនវាហើយចែកដាច់ 4 ហើយចែកដាច់ 2 ទៀតអញ្ចឹង 8 មិនមែនជាចំនួនបឋមទេ 9 ចែកដាច់ខ្លួនវាចែកដាច់ 3 អញ្ចឹង 9 មិនមែនជាចំនួនបឋមទេ 10 ចែកដាច់ខ្លួនវាហើយចែកដាច់ 5 ទៀតអញ្ចឹង 10 មិនមែនជាចំនួនបឋមទេរីឯ 11 ចែកដាច់ខ្លួនវាទេអត់មានលេខណាចែកដាច់វាទេអញ្ចឹងន័យថា 11 គឺជាចំនួនបឋម 12 ចែកដាច់ខ្លួនវាហើយចែកដាច់ 6 ហើយចែកដាច់ 4 ហើយចែកដាច់ 2 ទៀតអញ្ចឹង 12 មិនមែនជាចំនួនបឋម 13 ចែកដាច់ខ្លួនវាមួយគាត់អញ្ចឹង 13 គឺជាចំនួនបឋម 14 ចែកដាច់ខ្លួនវាហើយចែកដាច់ 7 ទៀតអញ្ចឹង 14 មិនមែនជាចំនួនបឋម 15 ចែកដាច់ខ្លួនវាហើយចែកដាច់ 5 ចែកដាច់ 8 ទៀតអញ្ចឹង 15 មិនមែនជាចំនួនបឋម 16 ចែកដាច់ខ្លួនវាចែកដាច់ 8 ហើយចែកដាច់ 4 ចែកដាច់ 2 ទៀតអូខេមិន 14 16 មិនមែនជាចំនួនបឋម 17 ចែកដាច់ខ្លួនវាអត់មានលេខណាចែកដាច់វាទៀតទេអញ្ចឹងមានន័យថា 7 គឺជាចំនួនបឋម 18 ចែកដាច់ខ្លួនវាហើយចែកដាច់ 9 ទៀត no 18 មិនមែនជាចំនួនបឋម 19 ចែកដាច់ខ្លួនវាមួយគាត់អូខេរីឯ 20 ចែកដាច់ 10 ហើយចែកដាច់ 5 ហើយចែកដាច់ខ្លួនវាទៀតអញ្ចឹង 20 មិនមែនជាចំនួនបឋមទេអញ្ចឹងន័យថានៅក្នុង1ដល់ 20 ចំនួនដែលចែកដាច់ខ្លួនវាគឺមានប្រមាណដែលខ្ញុំគ្រីទីពីលើហ្នឹងគឺជាចំនួនបឋមអញ្ចឹងចំនួនបឋមវាមានន័យចិត្តមិនមែនចំនួនបឋម1 2 3ដែលរៀននៅបឋមសិក្សាទេអញ្ចឹងនៅលើកក្រោយទៀតគឺវាមានលំហាត់ច្រើនដែលតកតងជាមួយនឹងចំនួនបឋមសូមអរគុណនៅការទស្សនា